ចាជម្រាបសួរពុកម៉ែពុកមីងសូមស្វាគមន៍ពី Channel វណ្ណានារីក៏ដូចជា Page មេរិស័យឆ្នាំទាំង12ឥឡូវយើងចូលមកដល់តាមមើលទូទៅចាមិន pick a card ទេគឺអាចនឹងប៉ះអ្នកទាំងអស់គ្នាខ្លះនិងមិនអាចប៉ះអ្នកទាំងអស់គ្នាខ្លះអញ្ចឹងអ្នកមួយចំនួនគឺអត់ប៉ះទេខ្ញុំចង់និយាយអញ្ចឹងចាដោយសារតែយើងអត់បាន pick a card ទេចាហើយវីដេអូបន្ទាប់អ្នកគ្រូនឹងធ្វើការមើលអំពីសំណមកពីចក្រវាលណាចា message from spirit ក៏ត្រូវដែរអញ្ចឹងពេលហ្នឹងបាន pick a card មាន3ក្រុមអីចឹងតែប៉ុន្តែនេះគឺជាការមើលទូទៅចានៅពេលដែលអ្នកគ្រូមើលហើយអ្នកគ្រូនឹងប្រាប់អំពីតារានិករដែលជាប់ពាក់ព័ន្ធក៏ដូចជាឆ្នាំណាចាអូខេតោះយើងចូលមកដល់ការមើលទូទៅហ្នឹងប្រពន្ធនៅពេលខាងមុខដែលយើងអាចនឹងប៉ះជួបហ្នឹងគឺមាន camera guy កាមេរ៉ាណាចានឹងមានពាក្យ the producer plan influencer និយាយទៅវាអាចតាក់ទងទៅនឹង3ស្លឹកខាងមុខហ្នឹងណាគឺតាក់ទងទៅនឹង social media ការថតការធ្វើជាវីដេអូអីចឹងណាបែបចឹងណាសម្រាប់បុគ្គលនីមួយៗទេពីព្រោះថាអ្នកមួយចំនួនអាចនៅពេលខាងមុខហ្នឹងចង់បង្កើតជា content នៅក្នុង social media ឬក៏ចង់បង្កើត account ចង់បង្កើតជាវីដេអូស្អីៗទៅតាក់ទងទៅនឹងការចង់បានរបស់យើងអញ្ចឹងណាចូលទៅក្នុង social media របស់យើងដូចជា Facebook TikTok Instagram ឡាអីចឹងតែបែបអញ្ចឹងខ្ញុំឃើញដូចជាមានធម៌ពលស្នេហាចូលមកដូចគ្នាសម្រាប់អ្នកដែលចូលទស្សនាខ្ញុំក៏ recommend ថាសម្រាប់អ្នក single ច្រើនជាងអញ្ចឹងណាចាអូខេអញ្ចឹងនៅពេលស្លឹកទី3នៅក្នុងពេលឥឡូវនឹងដែរណាអាចនឹងយើងចូលចិត្តថត selfie ដែរជាចំណងចំណូលចិត្តយើងអីចឹងទៅណាអ្នកដែលចូលទស្សនាហ្នឹងណាចាជាមនុស្សដែលចូលចិត្តថតជាកាមេរ៉ាចាថតជាសញ្ញាហ្នឹងហើយថតជាវីដេអូអីចឹងទៅហ្នឹងហើយចូលចិត្តស្ដាប់ភ្លេងនៅក្នុងពេលនេះអីចឹងទៅជាការប្រើកាសអីចឹងទៅណាហ្នឹងទាំងមនុស្សប្រុសមនុស្សស្រីភេទទី3ក្នុងនឹងទាំងអស់ហើយនៅក្នុងពេលនេះគឺ quality time មានន័យថាអានេះតាក់ទងទៅនឹងនាឡិកាក៏ដូចជាអស់វិញក្នុងពេលនេះហើយនៅបន្ទាប់ទៀតអ្វីដែលយើងអាចនឹងជួបនៅខាងមុខហ្នឹងគឺតាក់ទងទៅនឹងពេលវេលាពិតប្រាកដគុណភាពអីចឹងណាអញ្ចឹងមានថាចាប់ដើមនឹងយើងយកពេលវេលាដែលយើងមានទាំងប្រមាណលេងខ្ជះខ្ជាយហើយលេងយកទៅប្រើការដែលទៅលើរឿងដែលអត់ប្រយោជន៍ណាចូលមកដល់នៅក្នុងកន្លងពេលនេះយើងចាប់ផ្ដើមយកពេលវេលាដែលនៅសេសសល់ឬក៏អីមួយហ្នឹងធានាអញ្ចឹងទៅយើងយកមកបង្កើតស្អីមួយដើម្បីឲ្យចេញជាសមិទ្ធផលអាចថាបង្កើនសាច់ប្រាក់ចូលក្នុង account របស់យើងអីចឹងទៅហ្នឹងឧទាហរណ៍ណាចានិយាយចំគឺធ្វើម៉េចដើម្បីឲ្យពេលវេលាហ្នឹងបង្កើតមកឲ្យទៅជាមានគុណភាពឡើងអញ្ចឹងណាហ្នឹងហើយthe daydreamer ហ្នឹងមានថាយើងចាប់ផ្ដើមមានការស្រមើស្រមៃថាយើងនឹងអាចបង្កើតស្អីមួយនៅក្នុងពេលឆាប់ៗហ្នឹងឲ្យទទួលបាននៅទិន្នផលនៅភាពជោគជ័យទទួលបានការគ្រប់គ្រងអីចឹងណាបែបអញ្ចឹងណាកំពុងតែស្រមៃទាំងថ្ងៃដែរអញ្ចឹងណាហើយចូលមកដល់caregiver the caregiver ហ្នឹងគឺតាក់ទងទៅនឹងការបកគលបេះដូងឲ្យមានការ take care មានអីចឹងទៅអញ្ចឹងវាអាចថានៅក្នុងកន្លងពេលនេះគឺមាន the lover នៅចូលមកទៀតអានេះស្លឹកបាតស្លឹកខ្ញុំបើកចុងក្រោយណាចាអញ្ចឹងមិនជាក់ថាអ្នកដែលចូលទស្សនានេះគឺអាចនឹងចាប់ផ្ដើមនឹងមានគេប្រគល់បេះដូងឲ្យយើងនឹងមានស្នេហាចូលមក the lover ចូលមកមានគេស្រឡាញ់មានគេហុចផ្កាមានគេសារភាពមានគេបង្ហាញភ្លើងខៀវអំពីទំនាក់ទំនងមួយនឹងអីចឹងទៅអាចជាក្រាស់យើងក្រាស់គេអីដែរចឹងទៅណាចាឬក៏ជាមនុស្សដែលមិនដែលជួបគ្នាមិនដែលស្គាល់គ្នាទេជួបគ្នាទៅចៃដន្យក៏ថាបានដែរដោយសារតែមាន garden ចូលនៅក្នុងនឹងដែរស្នេហា3សន្លឹកហើយអានេះបើសិនជាខ្ញុំគិតនៅក្នុងនេះគឺតាក់ទងទៅនឹង for us one ណាគឺជាតំណាងឲ្យការប្រពៃកម្មវិធីអីមួយចូលមកក្នុងនឹងអីចឹងទៅអ្នកខ្លះស្រឡាញ់គ្នាក៏ចាប់ផ្ដើមនឹងបង្កើតទំនាក់ទំនងជិតស្និទ្ធអ្នកខ្លះក៏ចាប់ផ្ដើមនឹងចូលមកដល់វគ្គស្គាល់ឪពុកម្ដាយអីចឹងទៅអ្នកខ្លះឈានទៅដល់ការរៀបការអីចឹងទៅអញ្ចឹងនៅក្នុងរូបភាពនេះបើសិនជាយើងមិនទាន់មានស្នេហាទេយើងអាចជួបគ្នាទៅចៃដន្យនៅកន្លែង public ចឹងណាកន្លែងសាធារណៈអីចឹងទៅហើយនៅក្នុងរូបភាពនេះគឺតាក់ទងទៅនឹង butterfly ជាមេអំបៅភាពប្រែប្រួលចាអាចប្រែប្រួលទាំងរូបកាយរបស់យើងប្រែប្រួលសម្រស់របស់យើងអីចឹងទៅពីថតមកស្គមពី
mìnhស្អាតពីមិនសង្ហាមកសង្ហាអញ្ចឹងទៅចាប់ផ្ដើម transfer ណាចាចាប់ផ្ដើមប្រែប្រួលណាចាកែខៃចាប់ផ្ដើមបំរែបំព្រួលអីចឹងទៅហើយក៏មានគេហៅថាអត្ថន័យបំលាស់ទីដូចគ្នាចាគឺយើងអាចនឹងបំលាស់ទីមានការ transfer ពីតកៅទៅជាមេអំបៅអញ្ចឹងណាបែបអញ្ចឹងណាអញ្ចឹងគឺឃើញថាពីអសកម្មទៅជាសកម្មដូចគ្នាឃើញណាល្អតាក្នុងរូបភាពទាំងប្រមាណស្លឹកហ្នឹងគឺបញ្ជាក់ថាយើងមានការកែប្រែមានការប្រែប្រួលពីរឿងមិនល្អមកជាល្អពីមិនស្អាតទៅជាស្អាតអីចឹងទៅណាពីមិននិយាយមកជានិយាយពីមិនសកម្មទៅលើរឿងហៅអីមួយចឹងទៅជាយើងនឹកឃើញថានឹងធ្វើអ្វីមួយឲ្យល្អជាក់លាក់ឲ្យប្រសើរសម្រាប់ជាគុណភាពអីចឹងណាអាបែបចឹងឬក៏ចាប់ផ្ដើមពីអត់មានស្នេហាទៅមានស្នេហាអីចឹងទៅចាចាប់ផ្ដើមពីមនុស្សដែលមិនចូលចិត្តដើរលេងមកចាប់ផ្ដើមចូលទៅក្នុងការដើរកំសាន្តអីចឹងទៅហ្នឹងឯងតាមបុគ្គលនីមួយៗអញ្ចឹងខ្ញុំនឹងបញ្ជាក់ថាតើមានខែឆ្នាំអីខ្លះគឺមានឆ្នាំមមែចាឆ្នាំជូតឆ្នាំវកឆ្នាំចឆ្នាំម្សាញ់ចាមានប្រហែលឆ្នាំហ្នឹងហើយចូលដល់តារានិកចាអាចជាប់ពាក់ព័ន្ធគឺមានចាគឺមានភព Saturn តារានិក Taurus ភព Neptune Virgo Fire ធាតុភ្លើងចាចូលមកដែរធាតុភ្លើងមាន Sagittarius Aries Leo ចាគឺមានតារានិកក៏ដូចជាសម្ពងឆ្នាំប៉ុណ្ណឹងអញ្ចឹងណាហើយក៏ការបកស្រាយនេះជាដល់ទីបញ្ចប់ដែរអរគុណច្រើនសម្រាប់ការតាមដានទស្សនានៅវីដេអូមួយនេះគឺជាការបកស្រាយទូទៅដូចគ្នាអញ្ចឹងអ្នកដែលប៉ះចូលនៅក្នុងទាំងសម្ពងតារានិកក៏ដោយឬក៏ភពក៏ដោយគឺប៉ះខ្លាំងហើយក៏អាចជារបស់យើងដូចគ្នាអូខេអញ្ចឹងក៏ចប់អរគុណច្រើនសម្រាប់ការទស្សនាជូនពរឲ្យអ្នកទាំងអស់គ្នាដែលចូលមកទស្សនានៅវីដេអូមួយនេះជួបតែរឿងល្អៗប្រាថ្នាអ្វីក៏បានសម្រេចហើយបើសិនជាបងប្អូនចង់ទំនាក់ទំនងមើលផ្ទាល់គឺអាចទំនាក់ទំនងបានតាម Telegram មើលតាម Telegram និង Messenger អត់មើលនៅផ្ទះទេបញ្ជាក់ណាគឺមើលតាមអនឡាញអញ្ចឹងមើលក្នុងស្រុកក៏បានក្រៅស្រុកក៏បានចាហើយកុំភ្លេចជួយ like និង follow page subscribe share វីដេអូនេះទៅកាន់មិត្តភ័ក្តិបងប្អូនយើងម្នាក់មួយផងបើសិនជាបងប្អូនពេញចិត្តវីដេអូមួយនេះហើយនៅពេលនេះក៏អរគុណច្រើនជម្រាបលា